នៅក្នុងធម៌ព្រះអង្គសម្ដែងថាធម៌7ដែលនាំឲ្យស្ថាប័ននឹងរឹងមាំមិនដួលរលំទី1គឺប្រជុំគ្នារឿយទី2ព្រមព្រៀងគ្នាអនុវត្តតាមការប្រជុំហ្នឹងកុំឲ្យប្រជុំចេះដល់ចេញទៅធ្វើចប់កើតទេទី3ព្រះអង្គឲ្យយើងគោរពច្បាប់អ្វីដែលមានជាធរមានហ្នឹងគោរពតាមគោលការណ៍ហ្នឹងទី4ព្រះអង្គឲ្យកុំឲ្យធ្វើបាបអ្នកទុនខ្សោយដែលព្រះអង្គលើកយករឿងហ្នឹងមកដោយសារព្រះរាជាពីដើមហ្នឹងតឡើងគ្រងរាជឡើងធប់អញដើរយកប្រពន្ធគេហ្មងកូនកំមុំគេអាណាស្អាតអញយកហើយព្រះអង្គដឹងថាបើនគរហ្នឹងស្ដេចហ្នឹងទៅធ្វើបាបស្ត្រីទួនខ្សោយអញ្ចឹងគេខឹងគេអាចនឹងធ្វើបាបវិញអញ្ចឹងកុំឲ្យធ្វើបាបអ្នកដែលទួនខ្សោយស្ត្រីដែលទួនខ្សោយហ្នឹងហើយនឹងទី5ឲ្យគោរពស្ដាប់អ្នកដែលមានបទពិសោធន៍ជាចាស់ទុំទី6ឲ្យចេះធ្វើទានគោរពបូជាចំពោះសមណៈព្រាហ្មណ៍ភាសាព្រះពុទ្ធអង្គដោយសារនៅក្នុងសង្គមមួយហ្នឹងវាត្រូវមានបុគ្គលណាមួយដែលជួយបង្រួមហើយព្រះពុទ្ធអង្គដឹងថាប្រសង់សមណៈព្រាហ្មណ៍អ្នកបួសនេះអាចនឹងនិយាយឲ្យគេបង្រួមនិយាយឲ្យគេស្រឡាញ់គ្នាអញ្ចឹងណាបងប្អូនណាអញ្ចឹងព្រះអង្គថាបើព្រះរាជាហ្នឹងចេះទំនុកបំរុងគោរពចំពោះព្រះអរហន្តសមណៈព្រាហ្មណ៍ហ្នឹងស្រុកទេសហ្នឹងនឹងបានចម្រើនហើយនឹងមួយទៀតទី7គឺគោរពចំពោះទេវតាថាបើព្រះរាជានឹងគោរពបូជាចំពោះទេពរៈអ្នកថែរក្សាស្រុកទេសហ្នឹងទេពរៈអ្នករក្សាស្រុកទេសហ្នឹងនឹងជួយថែរក្សាព្រះរាជានឹងវិញ